សហរដ្ឋអាមេរិកហើយខ្ញុំបាទនេះឈ្មោះសៀងសាក់បាទបងប្រុសខ្ញុំតាថ្ងៃនេះកម្មវិធីខ្មែរទ្រង់ធ្វើដេញចោលលុយជាតិផ្ដល់ជូនបងចំនួន10នាទីដើម្បីមានជាមតិនៅក្នុងកម្មវិធីនេះផងដែរបាទសូមគោរពអញ្ជើញបងប្រុសបាទសូមអរគុណដែលបានអនុញ្ញាតឲ្យខ្ញុំចូលរួមក្នុងកម្មវិធីទូងស្គរដេញចោលលក់ជាតិក្នុងឱកាសពេលនេះហើយខ្ញុំបាទក៏សូមបញ្ជាក់ថ្ងៃនេះខ្ញុំបាទបញ្ជាក់អំពីសប្តាហ៍មុនកាលពីថ្ងៃមុនដែលខ្ញុំបាទបានបង្ហាញជូនឲ្យស្គាល់អំពីសម្បុកចោលហើយនិងមេចោលសម្បុកចោលគឺរាជរដ្ឋាភិបាលហើយមេចោលធំក្នុងរាជរដ្ឋាភិបាលមុនគេគឺសម្ដេចសីហនុអ្នកម្នាក់ម្នាក់និងសមមិត្តហ៊ុនសែនបានជាថាចោលគឺលួចធ្វើក្បត់កិច្ចព្រមព្រៀងប៉ារីសនេះដែលសម្គាល់ថាចោលហ្នឹងគឺអញ្ចឹងហើយបន្ទាប់ពីស្គាល់សម្បុកចោលនិងមេចោលហើយនៅក្នុងថ្ងៃនេះខ្ញុំបាទសូមជម្រាបជូនអំពីថាតើចោលនឹងលួចអីខ្លះថ្ងៃនេះខ្ញុំបាទណែនាំឲ្យលោកអ្នកស្គាល់អំពីចោលលួចអធិបតេយ្យភាពជាតិយើងអធិបតេយ្យភាពយ៉ាងម៉េចនៅក្នុងអធិបតេយ្យភាពនេះគឺពុទ្ធសាសនាគឺពុទ្ធលោកបានបង្កើតអធិបតេយ្យភាព3យ៉ាងសម្រាប់ឲ្យមនុស្សគ្រប់គ្រងគ្នាឯងមិនថាជាតិខ្មែរឬជាតិណាទេអធិបតេយ្យភាពនឹងគឺព្រះអង្គរកវិធីណាឲ្យមនុស្សចេះគ្រប់គ្រងគ្នាឯងកើតដំបូងគឺព្រះអង្គរើសបាន3អធិបតេយ្យភាព3មុនដំបូងបំផុតឈ្មោះថាអត្តាធិបតេយ្យសូមជម្រាបថាធិបតេយ្យឬក៏អធិបតីនឹងប្រែថាធំដំបូងពុទ្ធលោករើសស្រាវជ្រាវឃើញច្បាប់មួយហៅថាអត្តាធិបតេយ្យតែខ្លួនអញជាធំរួចហើយហៅរមៀលមកទៀតក៏ទៅជារាជាធិបតេយ្យបានន័យថាអ្នកណាគេធ្វើស្ដេចគឺអ្នកនឹងគេធ្វើធំអញ្ចឹងហើយបានជាសពថ្ងៃគេហៅរាជាអាណាចក្របានន័យថាស្ដេចជាធំស្ដេចនៅពីលើច្បាប់ហើយពុទ្ធលោកស្រាវជ្រាវរឿងទៅឃើញថាមិនកើតទេពីព្រោះរាជាធិបតេយ្យឬក៏អត្តាធិបតេយ្យនេះពួកស្ដេចនឹងបានទៅធំឲ្យគិតតែពូជពងខ្លួនឯងគិតតែសាច់ញាតិខ្លួនឯងអត់មានគិតពីរឿងរាជរឿងអីទេហើយពុទ្ធក៏បោះចោលថាមិនកើតទេមិនអោយកាន់ការទេអានឹងមិនអោយប្រើទេបោះចោលទៅហើយបានពុទ្ធរកស្រាវជ្រាវមួយទៀតស្រាវជ្រាវលទ្ធិមួយទៀតហៅថាអភិជានីធិបតេយ្យអភិជនគឺថាអភិជនជាធំក្រុមអភិជនជាធំដូចជាអ្នកមានអ្នកមហាសេដ្ឋីអ្នកអីចឹងទៅឲ្យប្រមូលគ្នាជាក្រុមដើម្បីនឹងបង្កើតទៅជារបបមួយហៅថាអភិជានីធិបតេយ្យដែលហៅคล้ายមកទៀតថាកណាធិបតេយ្យប្រែថាបច្ចធំគណៈបច្ចធំនេះដូចជាយកឈ្មោះបកទៅចូលឈ្មោះហើយពួកគណៈបកទាំងអស់ហ្នឹងអាពួកដែលអ្នកធ្វើធំទាំងអស់ហ្នឹងអត់មានគិតប្រយោជន៍សង្គមគិតអីទេគិតតែពីក្រុមបកពួកខ្លួនឯងពុទ្ធលោកឃើញអញ្ចឹងហើយក៏ចោលលទ្ធិនឹងមួយទៅទៀតលោករើសយកមួយទៀតស្រាវជ្រាវបន្តទៅទៀតគឺបានលទ្ធិទី3លទ្ធិទី3ហ្នឹងគឺឈ្មោះធម្មាធិបតេយ្យធម្មាគឺធัวហ្នឹងឯងធัวប្រែថាច្បាប់ធម្មាធិបតេយ្យប្រែថាច្បាប់ជាធំដែលសពថ្ងៃយើងហៅរមៀលមកទៀតថាប្រជាធិបតេយ្យធម្មាធិបតេយ្យក៏បានប្រជាធិបតេយ្យក៏បានគឺប្រជាជនជាធំច្បាប់ជាធំដូចគ្នាដល់លោកស្រាវជ្រាវទៅឃើញថាប្រជាធិបតេយ្យនឹងល្អអញ្ចឹងហើយក៏កំណត់ទុកឲ្យមនុស្សលោកទាំងឡាយនឹងប្រើទៅចោះនេះជាលទ្ធិដែលកើតពីពុទ្ធដែលលោកស្រាវជ្រាវអញ្ចឹងយើងមើលទៅកម្ពុជាវិញតើគេលួចអធិបតេយ្យភាពយ៉ាងម៉េចសប្តាហ៍ថ្ងៃបងប្អូនមើលទៅក្នុងរដ្ឋធម្មនុញ្ញគេដាក់រាជាណាចក្រកម្ពុជារួចហើយគេថាកម្ពុជានឹងមានលទ្ធិប្រជាធិបតេយ្យហើយឃើញខុសទេលទ្ធិទាំង3ហ្នឹងវាមិនអាចមានទាំង3ទាំងម្ដងអញ្ចឹងទេគឺបើមានប្រជាធិបតេយ្យវាត្រូវអត់រាជាធិបតេយ្យបើមានរាជាធិបតេយ្យវាត្រូវអត់កណាធិបតេយ្យវាត្រូវមានតែមួយទេប៉ុន្តែពួកចោលសប្តាហ៍ថ្ងៃនេះគេលួចថាប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះវាមានប្រជាធិបតេយ្យហើយវាមាននីតិរដ្ឋហើយតាមពិតខុសស្រឡះហើយអ្នកខ្លះទៀតអួតថាខ្លួនជាអ្នកប្រជាធិបតេយ្យវាមិនអាចទៅមានប្រជាធិបតេយ្យកើតទេពីព្រោះរដ្ឋធម្មនុញ្ញដាក់ថារាជាអាណាចក្របើរាជាអាណាចក្រក្នុងរដ្ឋធម្មនុញ្ញហើយតើមនុស្សណាទៅមានប្រជាធិបតេយ្យកើតដូច្នេះឃើញគេលួចទេគេលួចតាំងខ្លួនថាជាគេជាអ្នកប្រជាធិបតេយ្យហើយអ្នកខ្លះទៀតថានីតិរដ្ឋបានន័យថាប្រទេសគោរពច្បាប់
ឥឡូវខ្ញុំសូមឧទាហរណ៍រឿងមួយឲ្យបងប្អូនជាពិសេសបងប្អូននៅស្រុកខ្មែរបងប្អូននៅស្រុកខ្មែរខ្ញុំក៏ធ្លាប់នៅស្រុកខ្មែរដែរមុនឆ្នាំ70ខ្ញុំទុកដូចជាកែបក្នុងដងខ្ញុំក៏ធ្លាប់នៅក្នុងដងដែរប៉ុន្តែដល់ខ្ញុំចេញមកដល់រងថ្ងៃបានន័យថាខ្ញុំនៅក្នុងមាត់ដងហើយខ្ញុំមើលឃើញមេឃធំប៉ុន្តែនៅក្នុងដងឃើញមេឃតូចប៉ុន្តែមាត់ដងប៉ុណ្ណឹងហើយចុះសប្តាហ៍ថ្ងៃនេះយ៉ាងម៉េចពោះតាំងជាក់ស្ដែងដែលគេថាប្រទេសកម្ពុជាជានីតិរដ្ឋគោរពច្បាប់ដូចជាពាក្យមួយសូមបងប្អូនមើលទៅក្នុងរដ្ឋធម្មនុញ្ញក្នុងសច្ចាប្រណិធានសច្ចាប្រណិធាននិយាយថាក្នុងសច្ចាប្រណិធាននិយាយថារាល់ការដោះស្រាយលើផ្ទៃរាបជាតិនិងអន្តរជាតិយើងខ្ញុំកំចាត់ចោលជាដាច់ខាតនៅអំពើហិង្សាបានសេចក្តីថាក្នុងការដោះស្រាយលើផ្ទៃរាបជាតិនិងអន្តរជាតិបញ្ហាដូចធំទាំងឡាយគឺអត់ប្រើអំពើហិង្សាទេនេះជាពាក្យសម្បត្តិជាពាក្យសច្ចាប្រណិធានហើយមើលការដោះស្រាយដល់ថ្ងៃហ្នឹងមើលដែលបែកក្បាលមើលដែលបាញ់ដែលយកតំបងឆក់ទៅអីហ្នឹងយ៉ាងម៉េចមិនហិង្សាហ្នឹងហើយដូច្នេះរដ្ឋាភិបាលឡាយនេះវាចោលសុទ្ធសាធគឺថាក្រិនតែយកឬគិតថាកុហកតាមពិតគឺដល់ទៅពេលដោះស្រាយអីសុទ្ធតែវាយសុទ្ធតែបាញ់សុទ្ធតែអីគម្រាមកំហែងសពបែបសពយ៉ាងដូច្នេះមិនមែនថាមិនមែនហិង្សាណាគឺដោះស្រាយសុទ្ធតែហិង្សាដូច្នេះហើយលក្ខណៈចោលគឺលួចអញ្ចឹងស្របសេចក្តីមកគឺថាសប្តាហ៍ថ្ងៃបើឮអ្នកណាថាកម្ពុជាមានលទ្ធិប្រជាធិបតេយ្យអីហើយសូមកុំជឿអត់ទេគឺមិនមានប្រជាធិបតេយ្យទេរដ្ឋធម្មនុញ្ញដាក់ថារាជាអាណាចក្រប្រែថាស្ដេចមានអំណាចចុះបើស្ដេចសោយរាជអត់អំណាចតើរាជាអាណាចក្រស្អីឃើញគេបន្លំទេបងប្អូនឃើញគេបន្លំទេបន្លំនឹងហើយលួចនឹងហើយចោលនិយាយសប្តាហ៍ថ្ងៃប្រជាធិបតេយ្យអត់មាននៅកម្ពុជាទេកុំតាំងខ្លួនជាអ្នកប្រជាធិបតេយ្យយើងស្គាល់ប្រជាធិបតេយ្យច្បាស់ណាស់ខ្ញុំសប្តាហ៍ថ្ងៃនៅសហរដ្ឋអាមេរិកនៅក្នុងសង្គមបៃតាប្រជាធិបតេយ្យបងប្អូនហៅថាបៃតាប្រជាធិបតេយ្យតាមពិតលទ្ធិប្រជាធិបតេយ្យកើតពីសាសនាបងប្អូនក៏ធ្លាប់ហៅថាអាមេរិកជាបៃតាធិបតេយ្យចូលបងប្អូនកាន់ពុទ្ធសាសនាខ្លួនឯងហេតុអីក៏មិនធ្វើបៃតាប្រជាធិបតេយ្យខ្លួនឯងផងទៅអាមេរិកគេមិនកាន់ពុទ្ធសាសនាឯណាមិនក៏គេធ្វើប្រជាធិបតេយ្យកើតចូលបងប្អូនដែលកាន់សាសនារាប់រយរាប់អីឆ្នាំមកហើយនោះហេតុអីក៏មិនធ្វើបៃតាប្រជាធិបតេយ្យខ្លួនឯងទៅប្រជាធិបតេយ្យប្រែថាច្បាប់ជាធំមានគ្រប់ច្បាប់ឯណាថាមិនប្រើហិង្សាស្រាប់តែឃើញតែវាយឃើញតែបាញ់ឃើញតែអីចឹងទៅដូច្នេះជារឿងបោកប្រាស់ហើយមើលទៅរដ្ឋធម្មនុញ្ញវិញរដ្ឋធម្មនុញ្ញថារាជាអាណាចក្រខាងក្របរដ្ឋធម្មនុញ្ញថារាជាអាណាចក្រប៉ុន្តែដល់ខាងក្នុងថាស្ដេចសោយរាជដោយអត់កាន់អំណាចឃើញវាខុសទេរាជាអាណាចក្រប្រែថាអំណាចរបស់ស្ដេចហើយដល់ខាងក្នុងតែបែរទៅជាស្ដេចអត់មានអំណាចវិញបើអញ្ចឹងអំណាចវាទៅនៅឯណាបើស្ដេចសោយរាជហើយអត់មានអំណាចចុះអំណាចទៅនៅឯណាគឺអំណាចវាទៅនៅគណៈបកនោះឯងដូច្នេះកម្ពុជាសពថ្ងៃសូមបងប្អូនកុំជឿគេថាប្រជាធិបតេយ្យឲ្យសោះគ្មានទេមានអ្នកខ្លះនិយាយថាអូកម្ពុជាសពថ្ងៃលទ្ធិប្រជាធិបតេយ្យសពថ្ងៃដើរថយក្រោយនិយាយនេះខុសហើយពាក្យថាលទ្ធិប្រជាធិបតេយ្យដើរថយក្រោយបានន័យថាវាធ្លាប់ដើរទៅមុខបើវាមិនដើរទៅមុខផងទៅក្រោយមិនកើតដូច្នេះសូមនិយាយសូមឲ្យចេះគិតចេះពិចារណាផងវាមិនដើរថយក្រោយទេព្រោះវាមិនបានដើរទៅមុខប្រជាធិបតេយ្យដែលគូដើរទៅមុខតាំងពី75 79នោះវាគូដើរហើយតាំងដូចជាប្រជារដ្ឋធម្មនុញ្ញក៏ប្រជាធិបតេយ្យប្រធានគណៈប្រធានរដ្ឋប្រជាធិបតេយ្យនៅតែដើររួចចុះញ៉ៃសពថ្ងៃនោះមិនក៏ថាប្រជាធិបតេយ្យគឺអត់ទេហើយដែលថារាជាអាណាចក្រក៏អត់រាជាអាណាចក្រដែរគ្រាន់តែគេបោកប្រាស់ទេតាមការពិតលទ្ធិនៅកម្ពុជាសពថ្ងៃគឺគណៈធិបតេយ្យបានន័យថាគណៈបកជាធំរងថ្ងៃនេះគឺគណៈបកជាធំទេប៉ុន្តែគេបង្កើតរាជាធិបតេយ្យដើម្បីបោកប្រាស់បងប្អូនឃើញទេឃើញគណៈបកគ្រប់គ្រងគ្រប់ចរន្តទេតាំងពីអីទាំងអស់គឺគណៈបកគ្រប់គ្រងទាំងអស់សូម្បីតែបោះឆ្នោតក៏យកឈ្មោះគណៈបកទៅឈរដែរមិនហ៊ានយកឈ្មោះមនុស្សទៅ
tới chỗ đôi chia tha đó làm ấy chẳng thế đôi lúc Obama lúc Mitt Romney lúc chơi chẳng nếu mang cái hậu phải chia tập trái cứ một nước chơi chúng mua đòi vô cả nạp phạt để chơi chúng mua bàn này thảm ấy bàn này ta phải chia chuyên là ngung bà thân này vô chúng mua một nước tới chỗ phải chia chuyên nó đôi vô đây một chỗ thôi chia nè bà xin nó đấy đại chúng mua ở trẻ ăn không ấy tụi bà xin nó na cát đôi khi hãy kịp vô chúng mua cả nạp phạt đấy đầm bậy đại sinh nhà đâu sưu mơ sinh nhà nè sinh nhà nô sinh nhà ấy đâu riêng là sinh nhà đâu cu oi là sinh nhà đâu đôi chân đây xôm bằng ôn trăm ở ba thả cho lối ác thực vật tay thiệp sọt ngày ní cứ lối thôi chiaประเทศtập tay ní mùi hay lối thôi chia riêng chia tập tayหรือก็là trả nó pi ọtประเทศคือสอดไงกัมพูชีสอดไงคือแกะนาthực vật tayบ้ากระแลนโดยเฉพาะให้บ้านเจ้าไทยยืนตรึกบัดตุ่มปัวเจ้านี่ในไงตีมาไปปรำปีใครกะกะด้าฉะนั้นปีปอนดอกใบนี้ไปบ้านเจียกับมันปีเพราะเจ้าเป็นลุยอัดเธอปไตยเพียบเจียดยืงเอาให้สอบการนี้คือเมียนแต่กนาเธอปไตยแต่ปนอกโดยซาเปลเวเลียเมียนกำนอนให้ขยมก็สนมัทากรุบกระหายปนในในเปลกายเจียดเชื่อมหนึ่งบางมุกมวยเจียดไอ้เรานี่เปลนี่คือลุยอัดเธอปไตยเพียบอาจจะมือละครายลุยไอเจียดเนี่ยน่าลุยไอติดเยนี่ดำใบไอดำใบอ้อยเจ้าเนาะเป็นสกอลครูนไอเจ้าเจ้าท่าเจ้าปีโปรมันนึกยังสับไงสวังอ้อยถวยเจ้ามันตะตูสกอลตะครูนเจ้าเด้แต่ยังงั้นนะมันโปรมเด้ท่าครูนมันเจ้าเจ้าไอยังเต้ไอเดี๋ยวจะให้มันอาตมบอมโอนยัวตะออกนี้คือสับไงนี่กัมพูชีอัดเมียนลัทธิประเจียตปไตยเต้อัดเมียนเรเจียตปไตยเต้คือเมียนแต่แกะหน้าเถปไตยโดยบองโอนบานเคยให้การในโครงสเปียก็ได้สเปียเลือกใดนั่นคือเนี่ยนะตำนางไอ้มันเม้นตำนางเรียเต้คือตำนางป้าเลือกใดเลือกเต๋อป้าเด็ดใดเจงคือใดเจงเต๋อโดยใช่ตำนางนู้ตำนางเรียแต่ชั่วตำนางเรียแต่เมื่อตามการเป็นตำนางเรียอ่อนน้องอัดบานช่วยตำนางเจียเรียกาเต้คือบานตำนางอ่อยแต่ปะแต่ปนอโดยใช่ระบอบได้กบฏเกิดโปร่งเปลี่ยนไปนี่กรธหน้างอนหน้าเจียเรียเจียนาจะเจ้าโดยใช่เติร์แต่รวมขึ้นเด้งเนี่ยลุยอัตโนมัติเพียบนั่นก็เด้งชอบอ่อยลุยเตอคือแบเตอร์รบเกิดโปร่งเปลี่ยนไปถึงออกเนี่ยไปซาเปลวิลเลียมกำนัดเชื่อบาดสมออกกุนนังสมบรรจบแต่เติมแน่บาดสมออกกุนบาดสมออกกุนจมูกของเราเสียงสะแต่บ้านดอนและมันติอย่างบอกไว้แต่บ้านบอกใช้อัมพิลัทธิประจิตปัตไตจุนตลอดบรอดขมายบ้านทำขนมกรรมวิธีนิพนธ์ได้บ้านไทยสมออกกุนนังสมจุ่มดิบเลี้ยสมจุบเนี่ยนังสัปดาห์เขา